ប្រជុំនិទានជាដករឿងព្រះបាទមន្ធាតូក្នុងការខាងដើមនៃផុតកັບនេះមានព្រះបរមចក្រពធរាធិរាជមួយព្រះអង្គព្រះនាមមន្ធាតូមានមហិទ្ធិឫទ្ធិធំអស្ចារ្យសោយរាជក្នុងទ្វីបទាំង4មានមហាក្សត្រី 84000 ព្រះអង្គជាបរិវារមនុស្សចំនួននោះមានអាយុកំណត់មួយអសង្ខ័យឆ្នាំឯព្រះបាទមន្ធាតូនោះមានឥទ្ធិពលសម្បើមអស្ចារ្យណាស់គ្រាន់តែទះដៃវេលាណាមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកវេលានោះទ្រង់នៅជាកុមាររត់លេងសប្បាយដោយល្បែងក្មេងជាង 80000 ឆ្នាំដល់ប្រជញ្ញគម្រប់ 84000 ព្រះរាជបិតាទ្រង់ប្រទានកិត្តិយសឲ្យធ្វើជាឧបរាជបាន 84000 ឆ្នាំបានទទួលរាជាភិសេកជាស្ដេចបរមចក្រពត្រាធិរាជសោយរាជបាន 84000 ឆ្នាំទ្រង់មិនស្កប់ស្កល់សល់ដោយរាជសម្បត្តិបានត្រាស់សួរមហាមាថាទីដែលបរិបូរណ៍ដោយរាជសម្បត្តិវិសេសជាងនេះទៅទៀតមានឬទេមហាមាទូលថាបបិទ្ធព្រះសមត្ថទេពក្នុងមនុស្សលោកនេះពុំមានទេមានតែស្ថានចាតុមហារាជការទើបបរិបូរណ៍ដោយសេចក្តីសុខប្រសើរជាងឋានមនុស្សព្រះបាទមន្ធាតូបានជ្រាបហើយក៏កាន់ចក្ររដ្ឋក្រវីអណ្ដែតទៅឯដកអាកាសព្រមទាំងចតុរង្គសេនាទៅចុះនៅស្ថានចាតុមហារាជការពួកទេវតាក្នុងស្ថាននោះបានឃើញព្រះបាទមន្ធាតូហើយក៏នាំគ្នាកាន់ភ្ញីផ្កាចូលទៅបូជាថ្វាយរាជសម្បត្តិទឹកដល់ព្រះបាទមន្ធាតូព្រះបាទមន្ធាតូបានសោយរាជសម្បត្តិនៅឋានចាតុមហារាជការនោះបានចំនួន 84000 ឆ្នាំមនុស្សទ្រង់មិនបានស្កប់ស្កល់ក្នុងរាជសម្បត្តិនោះទៀតទើបត្រាស់សួរទៅស្ដេចចក្រលោកបាលទាំង4ថាទីឋានដែលបរិបូរណ៍ដោយសេចក្តីសុខជាងនេះមានដែរឬទេស្ដេចចក្រលោកបាលទាំង4ក្រាបទូលថារាជសម្បត្តិក្នុងស្ថាននេះមិនវិសេសជាងឋានមនុស្សប៉ុន្មានទេមានតែរាជសម្បត្តិក្នុងស្ថានត្រៃត្រឹងទើបប្រសើរជាងនេះ100 គុណព្រះបាទមន្ធាតូបានជ្រាបហើយក៏ចាប់ចក្ររដ្ឋក្រវីហោះទៅឋានត្រៃត្រឹងទៀតព្រះឥន្ទ្រាធិរាជបានទតឃើញព្រះបាទមន្ធាតូហើយក៏មានហឫទ័យសោមនស្សរីករាយកាន់ផ្កាភ្ញីចូលទៅបូជាថ្វាយរាជសម្បត្តិពាក់កណ្ដាលព្រះបាទមន្ធាតូបានសោយរាជសម្បត្តិពាក់កណ្ដាលនៅឋានត្រៃត្រឹងនោះជាសុខក្សេមក្សាន្តអស់កាលជាយូរអង្វែងណាស់ចំនួន36ដំណរព្រះឥន្ទឯសេចក្តីប្រាថ្នារបស់ព្រះអង្គមិនចេះពេញសោះនៅតែខ្វះកន្លះជានិច្ចសូម្បីសោយរាជសម្បត្តិទឹកជាយូរអង្វែងដល់ម្លេះក៏មិនចេះស្កប់ស្កល់ទើបទ្រង់ព្រះចិន្តាថាបើអញសម្លាប់ព្រះឥន្ទចោលហើយសោយរាជតែម្នាក់ឯងទើបល្មមសូមនឹងបុណ្យស័ក្តិរបស់អញគ្រាន់តែគិតយ៉ាងនេះការទ្រុឌទ្រោមនៃសរីរៈក៏កើតឡើងប្រកបពុំអាចនៅលាយឡំជាមួយនឹងពួកទេវតាបានស្រាប់តែជាយុទ្ធមកស្ថិតនៅក្នុងឱវាទរបស់ព្រះអង្គនាស្ថានមនុស្សដូចកាលមុនវិញនាយឧសៀនបាលបានឃើញព្រះបាទមន្ធាតូចុះពីឋានសួគ៌មកស្ថិតនៅក្នុងឧសៀនវិញហើយក៏ចូលទៅក្រាបទូលដល់ព្រះរាជបុត្រត្រកូលព្រះរាជាដែលជាធំក្នុងព្រះរាជត្រកូលបានជ្រាបដំណឹងនោះហើយមានសេចក្តីត្រេកអរណាស់ទ្រង់មនីយាងទៅឧសៀនជាមួយនឹងស្ដេចទាំង 84000 ព្រះអង្គចាត់ចែងក្រាលរៀបចំរាជសេយាសនៈដ៏ប្រសើរក្នុងឧសៀននោះព្រះបាទមន្ធាតូ
ទ្រង់ឡើងផ្ទុំលើសេរីយាយសនៈដ៏ប្រសើរក្នុងឧស្សាហ៍នោះហើយបានប្រកាសប្រាប់ដល់ព្រះរាជវង្សានុវង្សទាំងឡាយថាយើងលែងក្រោកចាក់អាសនៈនេះហើយអ្នកទាំងឡាយចូលចាំគ្រប់គ្នាថាសេចក្តីប្រាថ្នារបស់លោកធំទូលាយវែងឆ្ងាយឥតមានទីបំផុតទ្រង់មានព្រះបន្ទូលដូច្នេះជាដើមហើយក៏ទ្រង់សោយតិបង្គតទៅបានទៅកើតក្នុងសុគតិភពតាមសមគួរដល់បញ្ញកម្មរបស់ព្រះអង្គឯបព្វកម្មរបស់ព្រះបាទមន្ធាតោដែលមានឥទ្ធិពលធំអស្ចារ្យគ្រាន់តែទះដៃមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកពីអាកាសដ៏មានប្រជញ្ញវែងហើយបានសោយរាជសម្បត្តិទៀតនោះគឺកាលសាសនាព្រះសម្ពុទ្ធព្រះនាមវិបស្សីរាប់ពីផុតកັບនេះទៅក្រោយវិញចំនួន91កັບកាលនោះព្រះបាទមន្ធាតោកើតជាបុរសកំសត់ម្នាក់នៅក្នុងនគរពន្ធុមតីជាអ្នកស៊ីស្នួលជួលប៉ះជួលសម្លៀកបំពាក់ចាស់ដាច់របស់អ្នកនគរនោះថ្ងៃមួយពួកពុទ្ធបរិស័ទបានរៀបចាត់ចែងថ្វាយមហាទានដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានឯបុរសកំសត់បានដឹងថាគេរៀបចំចាត់ចែងនឹងថ្វាយមហាទានដូច្នេះហើយក៏នឹកសង្វេគចំពោះខ្លួនឯងថាអាត្មាអញជាមនុស្សសេះសល់ថោកទាបជាទីបំផុតបានចាត់ចែងមហាទាននឹងគេសោះព្រោះជាអ្នកទាល់ក្រពេលនោះទើបអញមិនឆ្លៀតធ្វើទានទេពុំដឹងថាជាតិណាដឹងបានរួចផុតពីសេចក្តីទុក្ខលំបាកគិតឃើញដូច្នេះហើយសទ្ធាក៏កើតឡើងមាំចំពោះគុណព្រះសម្ពុទ្ធពេលនោះខំជុះប៉ះសម្ពុទ្ធឲ្យបុគ្គលម្នាក់បានលុយ1មាសកៈដឹងថាពេលថ្វាយមហាទានជិតដល់ហើយក៏មនីទៅផ្សារទិញបានគ្រាប់សណ្ដែកស្ងោរមួយកំប៉ុងយកទៅដាក់បាតទៅដល់រោងទានពុំបានឱកាសនឹងចូលទៅដាក់បាតឡើយព្រោះខ្លួនជាអ្នកទាល់ក្រថោកទាបពួកមហាជនមិនបើកឱកាសឲ្យចូលទើបគិតថាអញអស់បានចូលទៅចិត្តព្រះសម្មាសម្ពុទ្ធនិងព្រះសង្ឃហើយបើដូច្នេះអញគួរបោះគ្រាប់សណ្ដែកសំដៅទៅត្រង់បាតព្រះសម្ពុទ្ធនិងព្រះសង្ឃចុះបើបានចូលទៅក្នុងបាតតែមួយគ្រាប់គង់បានផលច្រើនបុរសកំសត់ក៏ចាប់គ្រាប់សណ្ដែកស្ងោរបោះទៅដោយអំណាចរិទ្ធព្រះសម្ពុទ្ធគ្រាប់សណ្ដែកក៏អណ្ដែតទៅធ្លាក់ចុះនៅក្នុងបាតជាលំដាប់តាំងពីបាតព្រះសម្ពុទ្ធជាម្ចាស់ដរាបដល់បាតព្រះសង្ឃឥតមានជ្រុះទៅទីដតីមួយគ្រាប់ឡើយបុរសកំសត់ឃើញអស្ចារ្យដូច្នេះហើយសេចក្តីជ្រះថ្លាក៏រឹងរឹតតែកើតឡើងយ៉ាងក្រៃលែងទើបតាំងសេចក្តីប្រាថ្នាថាដោយអំណាចការបូជារបស់ខ្ញុំនេះក្នុងអនាគតកាលសូមឲ្យបានធំជាងជនអ្នកត្រូវការដោយកាមទាំងឡាយបើខ្ញុំលើកដៃទះឡើងវេលាណាសូមឲ្យភ្លៀងកែវ7ប្រការធ្លាក់ចុះពីផ្ទៃអាកាសវេលានោះពុំខានបុរសកំសត់លុះអស់អាយុបានទៅសោយសុខក្នុងទេវលោកនិងមនុស្សលោកអស់កាលជាអង្វែងលុះដល់មកខាងដើមនៃផុតកັບនេះបានមកកើតជាព្រះរាជបុត្ររបស់ព្រះបាទកល្យាណរាជមាននាមបញ្ញត្តិថាព្រះបាទមន្ធាតុនេះឯង
ដោយអំណាចរិទ្ធព្រះសម្ពុទ្ធគ្រាប់សណ្ដែកក៏អណ្ដែតទៅធ្លាក់ចុះនៅក្នុងបាតជាលំដាប់តាំងពីបាតព្រះសម្ពុទ្ធជាម្ចាស់ដរាបដល់បាតព្រះសង្ឃឥតមានជ្រុះទៅទីដតីមួយគ្រាប់ឡើយបុរសកំសត់ឃើញអស្ចារ្យដូច្នេះហើយសេចក្តីជ្រះថ្លាក៏រឹងរឹតតែកើតឡើងយ៉ាងក្រៃលែងទើបតាំងសេចក្តីប្រាថ្នាថាដោយអំណាចការបូជារបស់ខ្ញុំនេះក្នុងអនាគតកាលសូមឲ្យបានធំជាងជនអ្នកត្រូវការដោយកាមទាំងឡាយបើខ្ញុំលើកដៃទះឡើងវេលាណាសូមឲ្យភ្លៀងកែវ7ប្រការធ្លាក់ចុះពីផ្ទៃអាកាសវេលានោះពុំខានបុរសកំសត់លុះអស់អាយុបានទៅសោយសុខក្នុងទេវលោកនិងមនុស្សសលោកអស់កាលជាអង្វែងលុះដល់មកខាងដើមនៃផតកប្បនេះបានមកកើតជាព្រះរាជបុត្ររបស់ព្រះបាទកល្យាណរាជមាននាមបញ្ញត្តិថាព្រះបាទមន្ធាតុនេះឯង